ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់វីដេអូថ្មីជួបគ្នាម្ដងទៀតហើយប៉ុន្តែជួបលើកនេះគឺខ្ញុំធ្វើដំណើរកម្សាន្តទៅប្រទេសម៉ាឡេស៊ីនិងប្រទេសសិង្ហបុរីការធ្វើដំណើរលើកនេះគឺធ្វើដំណើរតាមធួទេសចរដដែលទេលើកនេះគឺដើរលេងបានពីប្រទេសដោយសារតែខាងធួទេសចរគឺមានកញ្ចប់ដើរលេងពីប្រទេសនេះទៅតែឃើញវីដេអូដើរលេងកោះហៃណាន់ទីក្រុងសាន់យ៉ានៅប្រទេសចិនឥឡូវនេះឃើញវីដេអូនៅសិង្ហបុរីជាមួយនឹងប្រទេសម៉ាឡេស៊ីម្ដងការធ្វើដំណើរលើកនេះគឺធ្វើតាមយន្តហោះ Air Asia ចំពោះការធ្វើដំណើរហោះហើរគឺចេញពីទីក្រុងភ្នំពេញទៅកាន់ទីក្រុងកូឡាឡាំពួរនៅប្រទេសម៉ាឡេស៊ីទិដ្ឋភាពដែលមើលពីលើនៅទីក្រុងកូឡាឡាំពួរពលានយន្តហោះនៅម៉ាឡេស៊ីហ្នឹងពិតជាស្អាតមែនតើឥឡូវនេះមកដល់កូឡាឡាំពួរប្រទេសម៉ាឡេស៊ីបន្ទាប់ពីចេញពីប្រលានយន្តហោះកូឡាឡាំពួរឥឡូវនេះបន្តដំណើរទៅញ៉ាំបាយល្ងាចនៅពេលដែលជិះតាមផ្លូវបានឃើញផ្ទះគេហៅថាផ្ទះបូរីនៅហ្នឹងគឺមានការរចនាបថពិតជាស្រស់ស្អាតមែនតើកន្លែងញ៉ាំបាយតែខ្ញុំមានអារម្មណ៍ថានេះដូចជាតំបន់ភូមិគេមួយអញ្ចឹងណាប៉ុន្តែនេះសុកចិនមានបង្កងនំប៉ាវអានេះញ៉ាំជាមួយនឹងខជើងសម្រាប់អាហារគឺខាងតំបន់ម៉ាឡេស៊ីនេះគឺគេមានអាហារតំបន់របស់គេប៉ុន្តែខាងក្រុមហ៊ុនធួទេសចរគឺអត់បានរៀបចំអាហារខាងតំបន់របស់គេទេគឺរៀបចំអាហារបែបចិនឬក៏អាហារបែបវៀតណាមដែលមានដូចជាឆាដូចជាស្ងោរដើម្បីឲ្យភ្ញៀវទេសចរស្រួលញ៉ាំជាងបន្ទាប់ពីញ៉ាំអាហាររួចគឺខាងបងកាយគាត់និយាយពីប្រវត្តិប្រទេសម៉ាឡេស៊ីឲ្យស្ដាប់និងឥឡូវនេះចេញពីទីក្រុងកូឡាឡាំពួរបន្តដំណើរទៅទីក្រុងជូហូបាហូទីក្រុងជូហូបាហូនេះគឺជាទីក្រុងក្នុងប្រទេសម៉ាឡេស៊ីទេប៉ុន្តែជាប់ព្រំដែនជាមួយនឹងប្រទេសសិង្ហបុរីពីកូឡាឡាំពួរទៅជូហូបាហូគឺមានប្រវែងប្រហែលជា300គីឡូធ្វើដំណើរដល់យប់ហ្មងសម្រាប់មួយថ្ងៃនេះគឺធ្វើដំណើរមួយថ្ងៃពេញដែលធ្វើដំណើរតាមយន្តហោះពីភ្នំពេញទៅកូឡាឡាំពួរនិងជិះឡានពីកូឡាឡាំពួរទៅជូហូបាហូសណ្ឋាគារដែលខ្ញុំដេកនៅជូហូបាហូនេះមានឈ្មោះថា Holiday and Express ដែលសណ្ឋាគារនេះគឺជាសណ្ឋាគារលំដាប់ផ្កាយ3ប៉ុន្តែមានសាខាជាច្រើនតាមបណ្ដាប្រទេសនេះចរាយន្តដែលជិះមកមិញពីជាន់ខាងក្រោមខ្ញុំនៅជាន់ទី7គឺការដែលគាត់ស្អាតទាំងផ្លូវដើរផ្លូវតាមបន្ទប់និយាយទៅស្អាតប្លែកនៅអញ្ចេះអីបើសិនបើអ្នកខ្លាចខ្មោចនៅតែម្នាក់ឯងចេះគឺខ្លាចដែរហ្នឹងណានេះបន្ទាប់ពីយើងដើរចូលមកគឺមានបន្ទប់ទឹកអូខេទឹកគេចែកខណ្ឌជាពីរមានខាងមួយទឹកផ្សេងហើយខាងបន្ទប់ទឹកផ្សេងសំខាន់ឡាបូលាងដៃគឺនៅចិត្តកន្លែងយើងដេកនេះឡាបូលាងដៃទឹកផឹកកាស៊ីវអានេះកាហ្វេនេះគេហ្វ្រីឲ្យយើងណាមានមិនសិនជាទូអូខេអានេះយើងមកទស្សនភាពមាននំប៉័ងនេះមិនមែននំប៉័ងឯនំប៉ាវទឹកដូចជាទឹកល្ពៅហើយនិងទឹកតែមានដូចជាទឹកត្រជាក់ហើយរបស់ញ៉ាំជីបាយឆាប៊ូហ្វេនេះគឺម្ហូបដូររហូតក្រហាវាច្រើនគេដូររៀងរាល់ថ្ងៃហើយយើងញ៉ាំជានំប៉័ងនេះខ្ញុំពេញចិត្តអានេះជាងគេមានជាបាយសអានេះពងមាន់នេះគេមីឥណ្ឌូពូស្ងោមានជាប្រហិតអាហារប៊ូហ្វេអាហារបន្លែសាឡាត់ហើយនឹងជាបង្អែមលាងមាត់ហើយមានក៏ជាកាហ្វេដែរកាហ្វេឆុងម៉ាស៊ីនហើយណាគ្នាម្ហូបលំដាប់ផ្កាយ3គឺល្អ